បាទក្រោយពីយើងបញ្ចប់ទៅមេរៀនយើងមកអនុវត្តនៅលើចំណោទវិញម្ដងដែលចំណោទទី1សុកធ្វើដំណើរពីទី A ទៅកាន់ទី B ដែលឃ្លាតគ្នាចម្ងាយ70គីឡូម៉ែត្រដោយប្រើរយៈពេល2ម៉ោង30នាទីរកល្បឿនរបស់សុកដែលធ្វើដំណើរបាទអញ្ចឹងដើម្បីរកល្បឿនគឺយើងល្បឿនស្មើនឹងចម្ងាយចរចែកនឹងរយៈពេលអញ្ចឹងចម្ងាយចររបស់យើងគឺវាប្រវែង70គីឡូម៉ែត្រហើយដោយប្រើរយៈពេល2ម៉ោង30នាទីអញ្ចឹងដើម្បីរកល្បឿនគឺយើងរកល្បឿនរបស់សុកធ្វើដំណើរអញ្ចឹងដើម្បីរកល្បឿនគឺយើងយកចម្ងាយចរគឺយើង70គីឡូម៉ែត្រចែកនឹងរយៈពេលអញ្ចឹងរយៈពេលរបស់យើងគឺ2ម៉ោង30នាទីអញ្ចឹងយើងមើលមកប្រមាណវិធីយើងអញ្ចឹងយើងយក70គីឡូម៉ែត្រនេះចែកនឹង2ម៉ោង30នាទីអញ្ចឹងដល់ពេលដែលមានឯកតា2បែបនេះយើងមិនអាចចែកវាបានទេអញ្ចឹងយើងត្រូវបដូរឯកតាវាឲ្យទៅតែមួយអញ្ចឹងយើងឃើញថា2ម៉ោងនេះគឺវាស្មើ120នាទីហើយយើងបូកនឹង30នាទីទៀតអញ្ចឹងយើងបាន150នាទីអញ្ចឹងយើងអាចសរសេរថា70គីឡូម៉ែត្រចែកនឹង150លើ60ចឹងយើងចាប់ផ្ដើមមកដើម្បីចែកយើងត្រូវយក70គុណនឹង60ហើយចែកនឹង150ចឹងយើងធ្វើប្រមាណវិធីយើងយក70គុណនឹង60ចឹង7 6ដង42 0.2វិញហើយយើងយកមកចែកនឹង150យើងចាប់តាមចែកមកពីកាត់3ខ្ទង់មកយើងបាន2 0ដង0 2 5ដង10 2 ម្ដង2នឹង1 3ចឹង120យើងថែមសំដៅតម្លាក់0យើងបានចឹងយើងបាន1200ចែកមកយើងបាន8 8 0ដង0 8 5ដង40 8ម្ដង8នឹង4 12ចឹងសុកធ្វើដំណើរក្នុងល្បឿន28គីឡូម៉ែត្រក្នុង1ម៉ោងចឹងយើងឆ្លើយមកសុកធ្វើដំណើរក្នុងល្បឿន28គីឡូម៉ែត្រក្នុង1ម៉ោង